សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅថ្ងៃនេះថ្ងៃសុក្រទី26ខែធ្នូឆ្នាំ2025ណាគឺពេលនេះគឺពេលជាពេលព្រឹកម៉ោងនៅសហរដ្ឋអាមេរិកនៅកម្ពុជានេះគឺពេលយប់ទៅហើយណាអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនេះខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5មកជម្រាបជូនប្រិយមិត្តដោយសារតែនៅល្ងាចនេះគឺអត់មានទេកម្មវិធីបច្ចុប្បន្នភាពអាមេរិកណាអញ្ចឹងខ្ញុំជម្រាបបញ្ចូលគ្នាតែម្ដងហើយម្សិលមិញអត់បានផ្សាយអញ្ចឹងថ្ងៃនេះសូមពេលនេះគឺសូមបញ្ចូលរួមគ្នារឿងអាមេរិកផងរឿងអន្តរជាតិក្រៅពីសហរដ្ឋអាមេរិកផងបាទនៅក្នុងព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាននានាខាងទាំងភាគីថៃខាងអន្តរជាតិក៏មានរាយការណ៍ប៉ុន្តែខ្ញុំដកស្រង់មួយមកជម្រាបជូនប្រិយមិត្តនេះគឺ Reuters បានរាយការណ៍ថារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃនឹងចូលរួមនៅក្នុងការចរចាដើម្បីឲ្យមានបទជបាញ់គ្នានេះបើយោងតាមប្រភពពីលោកអនុทิនឆាន់វីរកុលដែលជានាយករដ្ឋមន្ត្រីនៃប្រទេសថៃនឹងប្រាប់អ្នកសារព័ត៌មានណាបាទហើយព័ត៌មានទី2បាទគឺទាំងថៃនិងកម្ពុជាបានចោទប្រកាន់គ្នាទៅវិញទៅមកថាបាញ់ប្រហារដាក់គ្នាក្នុងពេលដែលការចរចាសន្តិភាពកំពុងតែកើតមានឡើងបាទដោយខ្ញុំយកមកនេះគឺជា Guardian ហ្នឹងគាត់ផ្សាយភ្លាមនៅពេលដែលកម្ពុជាបានបង្ហាញអំពីការវាយប្រហារដោយគ្រាប់ចំនួន40ទម្លាក់ពីយន្តហោះរបស់ថៃបាទអញ្ចឹងគាត់ថាកម្ពុជាចោទប្រកាន់ណាបាទដល់ពេលក្រោយមកគឺសារព័ត៌មាននានាក៏ថៃចោទប្រកាន់ទៅវិញអញ្ចឹងខ្ញុំដាក់ចំណងជើងនេះគឺថាទាំងថៃទាំងកម្ពុជាគឺចោទប្រកាន់គ្នាទៅវិញទៅមកនៅក្នុងពេលដែលការចរចាកំពុងកើតមានឡើងណាសារព័ត៌មានខ្លះដាក់ចំណងជើងអញ្ចឹងដូច្នេះខ្ញុំសង្ខេបជូនប្រិយមិត្តផងដែរអំពីទាំងភាគីទាំងសងខាងនេះហើយបាទព័ត៌មានទី3បាទគឺខ្ញុំបានធ្វើជម្រាបជូនតាំងពីព្រឹកមិញមកនៅកម្ពុជាហើយគឺការជួបសន្ទនាគ្នាតាមទូរស័ព្ទរវាងលោក Marco Rubio ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកជាមួយនឹងលោកហ៊ុនម៉ាណែតដែលជាលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសបាទលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហើយជាមួយនឹងលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានេះបើយោងតាមការផ្សាយឲ្យដឹងដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហើយព័ត៌មានទី4នេះគឺសហរដ្ឋអាមេរិកក្រោមការអនុញ្ញាតពីប្រធានាធិបតីសហរដ្ឋអាមេរិកគឺបានបើកការវាយប្រហារតាមអាកាសទៅលើទីតាំងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនីហ្សេរីយ៉ាបន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំបានព្រមានជាច្រើនដងហើយអំពីការដែលលោកចោទថាមានការសម្លាប់រង្គាលទៅលើអ្នកកាន់សាសនាគ្រឹះនៅក្នុងប្រទេសនីហ្សេរីយ៉ានេះហើយព័ត៌មានទី5នេះគឺលោក Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនសម្ដែងនៅសុទិដ្ឋិនិយមអំពីការចិត្តនឹងសម្ដេចបានសន្តិភាពក្រោយពីលោកបានសន្ទនាគ្នាជាមួយនឹងបេសកជនពិសេសរបស់លោកប្រធានាធិបតី Donald Trump ហើយលោក Zelensky ថានឹងជួបជាមួយនឹងលោក Trump នៅក្នុងពេលឆាប់ខាងមុខនេះដើម្បីសន្ទនាគ្នាអំពីកិច្ចការចុងក្រោយមុននឹងឈានទៅដល់បទជបាញ់គ្នាពីព្រោះនៅពេលនេះគឺរុស្ស៊ីក៏បានទទួលផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកហើយបានឆ្លើយតបមកវិញដែរក៏ប៉ុន្តែក្រុមសារលំអិតមិនទាន់បានដឹងទេគឺមានតែលោក Zelensky បានសន្ទនាគ្នាជាមួយនឹងបេសកជនរបស់លោកតាមតែប៉ុណ្ណោះបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងបច្ចុប្បន្នភាពអន្តរជាតិរួមជាមួយនឹងអាមេរិកផងដែរហើយនៅនីតិចុងក្រោយខ្ញុំសូមជូនមតិបន្តិចតាក់ទងជាមួយនឹងគេហៅថាយុទ្ធនាការនៃការផ្សព្វផ្សាយដែលកម្ពុជាគួរតែធ្វើបន្ថែមឥឡូវធ្វើល្អហើយក៏ប៉ុន្តែគួរបន្ថែមចំណុចខ្លះបន្ថែមទៀតដើម្បីធ្វើយ៉ាងណាបង្ហាញអន្តរជាតិឲ្យបានឃើញអំពីអ្វីដែលកំពុងតែកើតមានឡើងរវាងកម្ពុជានិងថៃនេះបាទបើខ្ញុំភ្លេចកុំភ្លេចរំលឹកផងបាទព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាននានាជាច្រើនក៏ប៉ុន្តែខ្ញុំដាក់រូបនេះគឺសារព័ត៌មាន Reuters អញ្ចឹងខ្ញុំដកស្រង់មកជម្រាបជូនឲ្យប្រិយមិត្តទាំងអស់គ្នាបានដឹងគឺបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាគឺរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃបាទនឹងចូលរួមនៅក្នុងការចរចាសន្តិភាពដែលកំពុងតែប្រព្រឹត្តទៅជាមួយនឹងប្រទេសកម្ពុជាគឺការចូលរួមគឺនៅថ្ងៃសៅរ៍ស្អែកនេះបាទដែលអាចនឹងបាទគេប្រាប់ថា that could lead to a truce បាទដែលអាចនឹងឈានទៅដល់សម្រេចបាននៅបទជបាញ់គ្នាមួយនេះបើតាមការបញ្ជាក់ដោយលោកអនុทิនខ្លួនឯងដែលជានាយករដ្ឋមន្ត្រីនៃប្រទេសថៃបាននិយាយនៅថ្ងៃសុក្រនេះ
បាទគឺខុសពីលក្ខខណ្ឌពីមុនបើគាត់ថាខ្មែរតតែខ្មែរសុំឈប់មុនបាទអញ្ចឹងតើយ៉ាងម៉េចឥឡូវលោកអនុធានបាននិយាយមុនទៅហើយថាអាចនឹងឈានទៅដល់បទច្បាញ់គ្នាបាទប៉ុន្តែខ្ញុំអត់តបានឮពាក្យពីកម្ពុជាបញ្ជាក់យ៉ាងម៉េចដែរណាបាទសារព័ត៌មានគាត់ព្យាយាមទៅដែរប៉ុន្តែខាងកម្ពុជានៅមិនទាន់អាចនឹងឆ្លើយឆ្លងនៅឡើយទេពីព្រោះគាត់រវល់ដែរបាទក្នុងហើយបើយោងតាមសារព័ត៌មាន Reuters នេះគាត់បានរាយការណ៍បន្ថែមទៀតថាប្រសិនបើរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនឹងអាចចូលរួមប្រជុំហើយឈានទៅដល់សម្ដេចបាននៅកិច្ចព្រមព្រៀងជាមួយនឹងសមាជិកកម្ពុជារបស់លោកនោះគឺប្រទេសទាំងពីរអាចនឹងបាទសម្ដេចបាននៅកិច្ចព្រមព្រៀងមួយដែលស្របតាមកិច្ចព្រមព្រៀងលើកមុនដែលសម្របសម្រួលជួយដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បន្ទាប់ពីមានការប្រយុទ្ធគ្នាម្ដងហើយកាលពីខែកក្កដាកន្លងទៅនេះបើយោងតាមសម្ដីរបស់លោកអនុធានឆាន់វីរគុលបាទនេះសេចក្តីរាយការណ៍របស់ Reuters ក៏ថាអញ្ចឹងគឺបានន័យថាគឺដូចអ្វីដែលលោកត្រាំបានសម្របសម្រួលកាលពីពេលមុនមកហើយបាទបុកកញ្ចក់បន្តិចមកលើសមុនបុកកញ្ចក់ចូលសម្ដីផ្ទាល់របស់លោកអនុធានគាត់និយាយថាអ្វីដែលសំខាន់នោះគឺថាភាគីទាំងពីរទាំងយើងនេះគឺរក្សានៅការសន្យាថាភាគីគ្មានអ្នកណាម្នាក់នឹងគម្រាមកំហែងគ្នាទេធ្វើឲ្យអន់ចិត្តបាទឬក៏វាយប្រហារឬក៏អុចអាលហើយគឺយើងឈានទៅដល់ការកាត់បន្ថយនៅអំពើបន្ទុះសារាយរវាងប្រទេសទាំងពីរបាទនេះគឺបើតាមការបញ្ជាក់របស់លោកអនុធានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងបាងកកដោយនិយាយយោងទៅដល់លទ្ធភាពនៃការសម្រេចបាននៅកិច្ចព្រមព្រៀងជួបបាញ់គ្នាមួយសូមបើកវងចោបន្តិចពេលមើលស្ដាប់មើលនេះមិនមែនជាអ្វីដែលកម្ពុជានិយាយពីមុនមកឬក៏យ៉ាងម៉េចបាទកម្ពុជានិយាយដូចនេះនឹងយូរមកហើយបាទនឹងចំណុចទី1មែនទេមិនខ្ញុំអត់កាន់ជើងកម្ពុជាទេហើយខ្ញុំក៏មិនឲ្យប្រិមិត្តមកគ្រប់តើខ្ញុំកាន់ជើងអ្វីដែលខ្ញុំនិយាយនឹងទាំងបិទភ្នែកដែរកម្ពុជានិយាយចឹងតាំងពីដើមមកថៃទេអត់និយាយចឹងថៃនិយាយថាម៉េចសិតតែវាយសិតតែដកដែរចេញពីកិច្ចព្រមព្រៀងឯណាកិច្ចព្រមព្រៀងមិនអាចបខំបានឯណាអ្នកខាងក្រៅមកកុំលូកដៃមិនចឹងគាត់និយាយសិតតែចឹងអ្នកខាងក្រៅក៏ចង់សម្ដៅលើអាមេរិកអីហ្នឹងម៉ាឡេស៊ីហ្នឹងកុំមកលូកដៃរឿងឯណាប្រទេសទាំងពីរទេឥឡូវនិយាយដូចជាស្រួលបាទសង្ឃឹមតែគាត់ស្រួលគ្រប់ពេលចាកុំម្ដងណាសម្បត្តិមកកញ្ចក់មកវិញសារព័ត៌មានទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ថាគាត់បានព្យាយាមតាក់ទងទៅខាងអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជាដែរណាប៉ុន្តែគាត់មិនអាចតាក់ទងបានបាទនេះគាត់បានបញ្ជាក់ប្រាប់ចឹងដែរអញ្ចឹងនេះគឺជាអ្វីដែលយើងឮតែពីខាងភាគីថៃទេតែថារដ្ឋមន្ត្រីគាត់ទៅខាងកម្ពុជាយើងអត់ទាន់បានទេណាបាទមន្ត្រីកម្ពុជាហើយនិងមន្ត្រីថៃបានជួបប្រជុំគ្នាចាប់តាំងតែពីថ្ងៃពុធមកម្លេះបាទក្នុងគណៈពេលដែលការបន្ទុះសារាយគ្នារវាងប្រទេសទាំងពីរហ្នឹងនៅតែបន្តចាំបានន័យថាក្រុមការងារថ្នាក់លេខាធិការរដ្ឋាភិបាលគាត់ជួបប្រជុំគ្នាពិភាក្សាគ្នាហើយការដែលបានសម្រេចបានកិច្ចព្រមព្រៀងកន្លងមកនេះគឺបានខូចខាតមកវិញនៅកាលពីដើមខែធ្នូដែលមកដល់ពេលនេះគឺយ៉ាងហោចណាស់គឺមានមនុស្សចំនួន98នាក់នៅទាំងភាគីទាំងសងខាងនៅក្នុងប្រទេសទាំងសងខាងបានស្លាប់បាត់បង់ជីវិតហើយមានប្រជាពលរដ្ឋជាងកន្លះលាននាក់បានភាសឹកបាទចាប់តាំងពីកិច្ចព្រមព្រៀងបានចាប់តាំងពីចំនួនបានចាប់ផ្ដើមមកគឺទាំងម៉ាឡេស៊ីដែលជាប្រធានរបស់អាស៊ានប្រូវេននៅក្នុងប្លុកនោះបាទគឺបានហើយនឹងលោកត្រាំគឺខិតខំព្យាយាមបាទផងដែរដើម្បីឲ្យមានការបញ្ឈប់ការប្រយុទ្ធគ្នានេះក៏ប៉ុន្តែមិនបានជោគជ័យនោះទេបាទអញ្ចឹងបានន័យថាលើកទី2នេះការប្រយុទ្ធគ្នាលើកទី2នេះគឺបាទប្រធានអាស៊ានហើយនឹងលោកត្រាំព្យាយាមដែរណាបាទហើយក៏មានការប្រមានបាទហើយនឹងភាគីទាំងពីរដែលកំពុងតែមានចំនួនគ្នានោះក៏ទៅបានទីក្រុងប៉េកាំងដាក់សម្ពាធផងដែរអញ្ចឹងរយទៅគាត់បាននិយាយថាមានម៉ាឡេស៊ីមានអាមេរិកមានចិនក៏បានដាក់សម្ពាធគ្នាសម្រួលឲ្យភាគីទាំងពីរជួបប្រយុទ្ធគ្នាហើយគឺខាងភាគីចិនហ្នឹងគឺបានបញ្ជូននៅបេសកជនពិសេសរបស់ទីក្រុងប៉េកាំងគឺលោកតេងស៊ីជុនបាទចូលរួមដោយមានការពិភាក្សាគ្នាជាមួយនឹងទីក្រុងបាងកកហើយនឹងទីក្រុងភ្នំពេញរដ្ឋបាលនៅក្នុងប្រទេសទាំងពីរនឹងផងដែរក្នុងរយៈពេលប្រហែលថ្ងៃថ្មីនេះហើយឥឡូវនេះលោកអនុធានក៏បាននិយាយបន្ថែមទៀតថាខ្ញុំសង្ឃឹមថាលើកនេះគឺជាលើកចុងក្រោយហើយដែលយើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះដើម្បីឲ្យនឹងមានសន្តិភាពនៅក្នុងតំបន់ហើយនឹងប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញបាទសម្ដេចអនុធានជាភាសាអង់គ្លេសថា I hope that this time will be the last time to sign such an agreement so that there will be peace in the area and people can return to their homes បាទសម្ដេចអនុធានណាដែលសារព័ត៌មាន Reuters បានដកស្រង់
và hay cứ bạn saព័ត៌មាននេះបានរាយការណ៍បន្ថែមទៀតអំពីសារបានដំណើរដើមតងដែលនាំឲ្យមានការជំនួសគ្នានេះហើយក្នុងនោះគឺខ្ញុំសូមបញ្ចូលមួយចំណុចគឺរបស់ខាងខៅសូតក៏ដូចជា Nation ក៏បាននិយាយថាក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃបានសម្រេចនៅថ្ងៃនេះគឺព្រមបញ្ជូនលោកឧត្តមសេនីយ៍ណាត់ផងដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃហ្នឹងទៅជាតំណាងដើម្បីចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៅថ្ងៃស្អែកបាទអញ្ចឹងថៃក៏ប្រាប់ពីមកសារព័ត៌មានថៃណាគាត់ថា The National Security Council NSC has decided to send Defense Minister General Nattapong as a representative to sign the joint statement with Cambodia tomorrow អញ្ចឹងបានន័យថាគឺបើយោងតាមប្រភពពីថៃវិញគឺថៃគាត់បានជាមានចំណុចព្រមគ្នាហើយគាត់នៅទៅចុះហត្ថលេខាជាមួយនឹងកម្ពុជាបាទអញ្ចឹងណាបាទហើយក្នុងចំណុចសំខាន់បើយោងតាមប្រភពពីថៃវិញណាបាទនៅក្នុងកិច្ចព្រមព្រៀងស្អែកហ្នឹងគឺខាងគឺនៅមានការជួបបាញ់គ្នាបាទការជួបប្រយុទ្ធគ្នារយៈពេល72ម៉ោងបាទអញ្ចឹងកិច្ចព្រមព្រៀងដំបូងគឺជួបប្រយុទ្ធគ្នារយៈពេល72ម៉ោងហើយក៏មានការដោះលែងបាទដោះលែងឆ្លៃសពទៅវិញទៅមកផងដែរបាទអញ្ចឹងណាបាទនេះគឺជាអ្វីដែលសារព័ត៌មានថៃផ្សាយឲ្យខ្ញុំសូមបញ្ចូលនៅក្នុងរឿងទី1នេះបាទអញ្ចឹងសូមជូនព័ត៌មានទី1ត្រឹមប៉ុណ្ណឹងហើយមានប្រិយមិត្តសួរខ្ញុំថាជាដំណឹងល្អទេស្អែកបាទដូចខ្ញុំបាននិយាយចឹងដំណឹងល្អតតែប្រជាពលរដ្ឋយើងអាចវិលត្រឡប់ទៅដល់លំនៅឋានវិញប្រកបអាជីវកម្មតាមធម្មតារបស់យើងវិញហើយមានសំណងបាទទៅលើការខាតបង់របស់កម្ពុជានៅសម្រាប់ខ្ញុំបានហៅថាជាដំណឹងល្អបើកាលណាតែត្រឡប់ទៅវិញហើយនឹងប្រកបអាជីវកម្មអីនឹងធម្មតាគ្រាន់តែជារឿងដែលអាចទទួលយកបានពីព្រោះប៉ះពាល់វាខ្លាំងទៅលើកុមារហើយនឹងប្រជាពលរដ្ឋហ្នឹងបាទតែរឿងថាល្អមិនល្អទេបាទពីព្រោះខូចខាតនឹងវាទំហំនឹងវាធំបាទព័ត៌មានទី2នេះខ្ញុំក៏បានជូនហើយប៉ុន្តែឥឡូវនេះដើម្បីឲ្យបានដឹងពីខាង The Guardian ហើយនឹងខាងសារព័ត៌មានផ្សេងៗទៀតបានរាយការណ៍នោះខ្ញុំសូមដកស្រង់ពីសារព័ត៌មានរាយការណ៍បន្តិចដើម្បីដឹងពីស្ថានភាពនៅសមរភូមិណាបាទគឺបើយោងតាមសេចក្តីរាយការណ៍របស់ Guardian ដំបូងគាត់បាននិយាយថាប្រទេសកម្ពុជាបានចោទប្រកាន់ថៃថាបានបើកការវាយប្រហារក្នុងពេលដែលមានការចរចាអំពីបញ្ហាសន្តិភាពនៅតាមបណ្ដោយព្រំដែននេះហើយខាងភាគីថៃវិញក៏បានអះអាងដែរណាថាកម្ពុជានោះក៏បើកការវាយប្រហារនឹងទាំងយប់ផងដែរនៅមុនពេលដែលមន្ត្រីទាំងពីរជួបប្រជុំគ្នានៅថ្ងៃទី3នៅក្នុងការចរចានៅថ្ងៃសុក្រនេះចាំបានន័យថាថៃនិងកម្ពុជាបាននិយាយចោលគ្នាទៅវិញទៅមកអញ្ចឹងប្រិមិត្តកុំអន់ចិត្តទេភាសាអ្នកសារព័ត៌មានគាត់ត្រូវតែសរសេរអញ្ចឹងហើយពីព្រោះបើកាលណាកម្ពុជានិយាយអញ្ចឹងគាត់អត់មានអ្វីដែលផ្ទៀងផ្ទាត់ទេពីព្រោះនៅសារភាពសមរភូមិថៃនិយាយមកគាត់ក៏អត់អីផ្ទៀងផ្ទាត់ដែរគឺសារភាពនៅសមរភូមិអញ្ចឹងគាត់ទៅប្រកាសថាគឺចោលគ្នាទៅវិញទៅមកបាទទៅវិញទៅមកអញ្ចឹងណាបើកាលណាគាត់និយាយស្របតាមកម្ពុជានឹងគឺគាត់មិនអាចនិយាយបានទេពីព្រោះគាត់សារព័ត៌មានអន្តរជាតិណាបាទអញ្ចឹងគឺទៅយោគយល់អំពីចំណុចកន្លែងហ្នឹងបាទអញ្ចឹងដែលខ្ញុំបាននិយាយក្នុងពេលកន្លងមកហ្នឹងគឺបើសារព័ត៌មានកម្ពុជាគាត់និយាយកម្ពុជាមិនអីជារឿងអាចទទួលយកបានសារព័ត៌មានថៃនិយាយការពារថៃអានឹងជារឿងអាចទទួលយកបានដែរពីព្រោះគេជាតិគេប៉ុន្តែអ្វីដែលមិនអាចទទួលយកបានសម្រាប់ខ្ញុំនោះគឺបាទថៃចេះខ្មែរដែលគាត់និយាយយកតែពីពិភពថៃមកផ្សាយឲ្យខ្មែរយើងស្ដាប់ណាហើយគាត់និយាយដូចដឹងយ៉ាងបាទគឺពួកថៃចេះខ្មែរនោះគឺគ្រោះថ្នាក់ណាស់បាទក្នុងពេលដែលយើងកំពុងតែជួបបញ្ហាបែបនេះបាទអញ្ចឹងសូមបន្តទៀតគឺសារព័ត៌មាននេះរាយការណ៍ថាកម្ពុជាបានចោទប្រកាន់ថៃថាបានបង្កើនការទម្លាក់គ្រាប់បែកនៅតំបន់ដែលមានចំនួនគ្នាសូម្បីតែក្នុងពេលដែលមន្ត្រីនៃប្រទេសទាំងពីរចូលរួមនៅក្នុងកិច្ចប្រជុំរយៈពេលជាច្រើនថ្ងៃដើម្បីមានគោលបំណងចរចាបញ្ចប់ការប៉ះទង្គិចគ្នាដល់ប្រឡ័យនៅតាមបណ្ដោយព្រំដែននេះហើយគឺទាំងមន្ត្រីកម្ពុជានិងមន្ត្រីរបស់ថៃបានជួបប្រជុំគ្នានៅថ្ងៃទី3នៅតាមតំបន់ច្រកព្រំដែននៅថ្ងៃសុក្រនេះដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីររំពឹងថានឹងជួបគ្នានៅថ្ងៃសៅរ៍បាទនេះគឺគាត់រីកាពីមុនទេណាបាទអញ្ចឹងឥឡូវមកដល់ពេលនេះការវិវត្តហ្នឹងគឺគាត់នឹងជួបគ្នាណាតាមភាគីថៃបានបញ្ជាក់មកទោះបីជាយ៉ាងណាក៏ដោយគឺលោករដ្ឋមន្ត្រីទោះបីជាយ៉ាងណាក៏ដោយគឺក្រសួងការពារជាតិរបស់កម្ពុជាបាននិយាយថាគឺយោធារបស់ថៃបានបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកយ៉ាងច្រើននៅក្នុងតំបន់ចំនួនគ្នាគឺនៅក្នុងខេត្តបន្ទាយមានជ័យចាប់តាំងពីព្រឹកព្រលឹមថ្ងៃសុក្រមកនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរបស់កម្ពុជាបាននិយាយថាចាប់ពីម៉ោង 6:08 នាទីព្រឹករហូតដល់ម៉ោង 7:15 នាទីព្រឹកគឺយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16
ដើម្បីទម្លាក់ក្របប្រមាណជា40គ្រាប់បាទហើយបង្កើនការទម្លាក់ផ្សេងទៀតនៅតំបន់ជោគជ័យនៅភូមិជោគជ័យហើយសារព័ត៌មានថៃវិញក៏រាយការណ៍ផងដែរនៅថ្ងៃសុក្រនេះថាកងកម្លាំងកម្ពុជាគឺបានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរទាំងយប់តែម្ដងទៅតំបន់ព្រំដែនគឺនៅខេត្តស្រះកែវដែលនៅទីនោះគឺបានបំផ្លាញផ្ទះជាច្រើនខ្នងដោយសារតែគ្រាប់បានធ្លាក់ចំហើយនៅព្រលឹមនេះផងដែរបាទគឺខាងសារព័ត៌មានបានរាយការណ៍អំពីការជួបសន្ទនាគ្នារវាងនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតដែលលោកបានបង្ហោះសារតាមបណ្ដាញសង្គម Facebook ថាលោកបានសន្ទនាគ្នាជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Marco Rubio ហើយអ្នកដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីវិធីសាស្ត្រក្នុងការធ្វើយ៉ាងណាដើម្បីធានាឲ្យបាននៅបទជុំបាញ់នៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃបាទនេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuters មកក៏បាននិយាយយោងទៅដល់ការសន្ទនាគ្នារវាងលោក Marco Rubio ហើយនិងលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាអញ្ចឹងសូមចូលទៅដល់ព័ត៌មានទី3នេះតែម្ដងបាទខ្ញុំបានជម្រាបជូនប្រិយមិត្តហើយដែរក៏ប៉ុន្តែខ្ញុំចង់បញ្ចូលនៅក្នុងកម្មវិធីនេះសម្រាប់អ្នកដែលមិនបានទៅមើលឬក៏ស្ដាប់ Facebook ជំនួស YouTube មកហើយនឹង Facebook របស់ខ្ញុំអញ្ចឹងសូមជូនឡើងវិញណាបាទផ្សាយឡើងវិញនៅការសន្ទនាគ្នារវាងលោកហ៊ុនម៉ាណែតជាមួយនឹងលោក Marco Rubio បាទបើយោងតាមសេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរងនៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺបានឲ្យដឹងថាបាទយោងតាមនោះគឺឲ្យដឹងថាលោករដ្ឋមន្ត្រីនៅក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Marco Rubio បានសន្ទនាគ្នាជាមួយនឹងលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាហើយក្នុងអំឡុងពេលនោះគឺសហរដ្ឋអាមេរិកបានសម្ដែងនៅការព្រួយបារម្ភអំពីអំពើហិង្សាដែលនៅតែបន្តកើតមានឡើងរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃនៅក្នុងពេលនោះគឺលោករដ្ឋមន្ត្រីបានរដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញនៅការប៉ងប្រាថ្នារបស់លោកប្រធានាធិបតី Donald Trump ដែលចង់ឲ្យមានសន្តិភាពហើយនិងសេចក្តីត្រូវការក្នុងការឲ្យអនុវត្តឲ្យបានពេញលេញនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរដែលលោកប្រធានាធិបតី Donald Trump បានចូលរួមធ្វើជាសាក្សីហើយក្នុងអំឡុងពេលនោះដែរគឺលោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Rubio បានបញ្ជាក់បន្ថែមទៀតជាថ្មីឡើងវិញបាទនៅការត្រៀមខ្លួនជាស្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការសម្របសម្រួលឲ្យមានការពិភាក្សាគ្នាបាទដើម្បីធានាឲ្យបាននៅសន្តិភាពនិងស្ថិរភាពរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃបាទនេះគឺជាអ្វីដែលខាងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានចេញផ្សាយបាទហើយដោយឡែកពីគ្នាផងដែរគឺលោកនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាគឺលោកហ៊ុនម៉ាណែតក៏បានសរសេរសារតាមបណ្ដាញសង្គម Facebook របស់លោកផងដែរណាបាទគឺបាទនៅក្នុងសារតាមបណ្ដាញសង្គម Facebook របស់លោកនោះគឺលោកហ៊ុនម៉ាណែតបញ្ជាក់ថាកាលពីយប់ថ្ងៃទី25ធ្នូហ្នឹងគឺមកនៅប្រទេសកម្ពុជាគឺលោកពិតជាបានពិភាក្សាគ្នាជាមួយនឹងលោក Marco ពិតប្រាកដមែនបាទដោយបាទពិភាក្សាគ្នាហ្នឹងគឺផ្ដោតទៅលើការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃហើយនៅក្នុងគោលបំណងយ៉ាងណាគឺជំរុញបាទលោកថាជំរុញឲ្យមានបទជុំបាញ់ឲ្យបានឆាប់រហ័សនិងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃឃើញដូចដែលខ្ញុំបានជម្រាបពីខាងដើមនៅក្នុងព័ត៌មានទី1ហ្នឹងគឺអ្វីដែលលោកហ៊ុនម៉ាណែតគាត់និយាយនេះគឺជាជំហររបស់កម្ពុជាតាំងពីដើមរហូតមកបាទឥឡូវឃើញលោកអនុทิននិយាយមកចូលច្រកហ្នឹងវិញពីមុនហ្នឹងគូបាទចរិតមេមន់ហើយលោកហ៊ុនម៉ាណែតក៏បានបញ្ជាក់ដែរថាលោក Rubio ក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថាសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពសន្តិសេរវាងកម្ពុជានិងថៃនិងជំរុញឲ្យមានបទជុំបាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយគឺលោកហ៊ុនម៉ាណែតក៏បានបញ្ជាក់ថាគឺលោកបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការបន្តអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរនិងសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមានគឺកម្ពុជាអាចបោះបង់ចោលទេឃើញទេបាទប្រិមិត្តកម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយអនុលោមតាមកិច្ចព្រមព្រៀងនិងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមករួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរបាទគឺនេះគឺជាសារដែលលោកហ៊ុនម៉ាណែតលោកបានសរសេរបាទអញ្ចឹងចប់ប៉ុណ្ណឹងគឺបន្តទៀតហ្នឹងគឺអំពីស្ថានភាពនៅតាមបណ្ដោយព្រំដែន
គឺប្រិមត្តអាចទៅអានបានទាំងសងនៅខាង Facebook របស់ក្រសួងការពារជាតិហើយនឹងសង្និសីទសារព័ត៌មានផងដែរអញ្ចឹងខ្ញុំមិនចូលលម្អិតទៀតខ្ញុំគ្រាន់តែបញ្ជាក់ថាគឺមានការផ្លោងមានការទម្លាក់គ្រាប់បែកហ្នឹងគឺភូមិសាស្ត្រព្រៃច័ន្ទមានអីហ្នឹងបាទហើយឃើញសារព័ត៌មានថៃហ្នឹងក៏បានរាយការណ៍ដឹងដែរគឺនៅព្រៃច័ន្ទហ្នឹងគឺទាហានថៃហ្នឹងគឺរបួសស្លាប់ជាច្រើនទៀតហើយបាទនៅកាត់គឺនៅពេលដែលកម្ពុជាវិបកវិញនៅកាលម៉ោង5ល្ងាចម៉ោង5ល្ងាចមកនៅក្នុងប្រទេសកម្ពុជានេះបើតាមសារព័ត៌មាននៅខាងភាគីថៃរាយការណ៍ទេណាប៉ុន្តែកម្ពុជាអត់បានរាយការណ៍ទេពួកខ្ញុំជឿថាក្នុងពេលកន្លងមកកម្ពុជានិយាយរួមខ្ញុំមិនកាន់ជឿកម្ពុជាប៉ុន្តែខ្ញុំសង្កេតឃើញសេចក្តីរាយការណ៍របស់កម្ពុជាគឺដោយក្រសួងការពារជាតិរបស់កម្ពុជាតែម្ដងមានក្រមសីលធម៌ថ្លៃថ្នូរជាងបាទកម្ពុជាហាក់ដូចជាមិនបង្ហាញពីជោគជ័យមោទនភាពនឹងការសម្លាប់ជនជាតិទាហានថៃឬក៏បំផ្លាញអីទេបាទក្នុងគណៈពេលថៃគាត់បាទអូគាត់និយាយចុះនេះស្លាប់នេះស្លាប់នោះបាទខ្ញុំដឹងរឿងដោយថាទាហានដូចទៅព័ត៌មានថ្ងៃនេះនៅព្រៃច័ន្ទអីហ្នឹងដែលស្លាប់ទាហានថៃប្រមាណរបួសប្រមាណអីហ្នឹងគឺថៃគាត់ផ្សាយទៅវិញទេបាទសូម្បីតែពេលដែលគាត់ចូលមកបំផ្លាញភូមិកម្ពុជាហ្នឹងក៏គាត់ថតប្រហោះប្អួតផងដែរតែដល់ឡែកភាគីកម្ពុជាបើទោះបីជាយ៉ាងណាក៏ដោយបើរឿងសារព័ត៌មានផ្សេងណារឿងខ្ញុំនិយាយនេះរឿងផ្លូវការពីខាងអ្នកនាំពាក្យក្រសួងការពារជាតិរបស់កម្ពុជានោះគឺខ្ញុំឃើញសិលធម៌គាត់នៅថ្លៃថ្នូរសម្រាប់អត់មានបានបង្ហាញនៅជោគជ័យឬក៏អំណួតសបាយនឹងការសម្រាប់សត្រូវអីទេបាទក្នុងគណៈពេលថៃគឺជាផ្លូវការរបស់ខាងប្រភពយោធារបស់ថៃនឹងតែម្ដងជើងគប់ជើងទៅក៏គាត់បាននិយាយដូចជាមោទនភាពណាស់បាទទៅអាប់ដេតតួលេខគាត់នឹងស្រាប់ប៉ុណ្ណេះស្រាប់ប៉ុណ្ណោះពីខាងកម្ពុជានោះដោយបាទទាំងពិតមិនពិតទៅផងដែរអញ្ចឹងណាបាទអញ្ចឹងគឺពេលមិត្តនៅតែមិនយល់បើគួរតែយល់តាំងពីដើមគឺខ្ញុំនៅពីខាងក្រៅខ្ញុំមើលទាំងសងខាងតើពីគីណាដែលមានសិលធម៌ជាងនៅក្នុងការបង្ហាញព័ត៌មានសមរភូមិហ្នឹងទៅដល់មហាជនតើអ្នកណាដែលត្រូវការព័ត៌មានដើម្បីលើកទឹកចិត្តឬក៏ធ្វើឲ្យមហាជនសប្បាយនឹងជាងអ្នកណាខ្ញុំយើងទៅមើលអញ្ចឹងបាទពីពួកខ្ញុំនៅខាងក្រៅនេះខ្ញុំមានឱកាសបានមើលច្រើនប្រភពច្រើនបាទដែលជាសរុបមកវិញខ្ញុំអាចនិយាយថាកម្ពុជាមានសិលធម៌ច្រើនជាងអ្នកនាំពាក្យរបស់ក្រសួងការពារជាតិរបស់កម្ពុជាហ្នឹងបាទខាងយោធាកម្ពុជាបើខ្ញុំមើលឃើញអញ្ចឹងគឺបានន័យថាអន្តរជាតិក៏គេមើលឃើញដែរកុំដោយសារតែខ្ញុំសម្បល់ខ្មែរនិយាយខ្មែរតែបើជាជំហររបស់លោកកឹមសុខនេះបាទដូចខ្ញុំនិយាយពីខាងដើមមុន show អញ្ចឹងបាទចឹងចូលព័ត៌មានទី4ណាបាទចូលព័ត៌មានទី4ព័ត៌មានទី4ហ្នឹងគឺព័ត៌មានពីសហរដ្ឋអាមេរិកម្ដងណាដោយសារតែល្ងាចនេះខ្ញុំអត់បានផ្សាយទេណាអត់មានផ្សាយព័ត៌មានទេអញ្ចឹងកម្មវិធីបច្ចុប្បន្នភាពអាមេរិកអត់មានទេគ្រាន់តែខ្ញុំអាចនឹងធ្វើបច្ចុប្បន្នភាពតាម Facebook ជូនខ្លះតែ show live show អត់មានទេអញ្ចឹងសូមបញ្ចូលនៅក្នុងនេះឲ្យហើយតែម្ដងគឺបើតាមសេចក្តីរាយការណ៍នានាបាទគឺហើយនឹង Facebook របស់ខាងសេតាវិមានហើយនឹងសារ True Social របស់លោកប្រធានាធិបតីតែម្ដងគឺលោកប្រធានាធិបតីបានសហរដ្ឋអាមេរិកគឺលោក Donald Trump បានអនុញ្ញាតឲ្យនៅថ្ងៃទី25តាំងពីបានថ្ងៃ25គឺម្សិលមិញបានន័យថានៅកម្ពុជាគឺ26ហ្នឹងហើយយប់មិញលោកអនុញ្ញាតយប់មិញហ្នឹងគឺព្រឹកថ្ងៃ26ម៉ោងនៅកម្ពុជាថៃនោះគឺលោកបានអនុញ្ញាតឲ្យយោធារបស់សហរដ្ឋអាមេរិកបើកការវាយប្រហារតាមអាកាសទៅលើគោលដៅយោធារបស់ក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនីហ្សេរីយ៉ាដែលលោកបានអះអាងជាយូរមកហើយថាក្រុមនោះគឺបានធ្វើសកម្មភាពសម្រាប់រំគាលសម្ដៅទៅលើអ្នកកាន់សាសនាគ្រីស្ទនៅក្នុងតំបន់នោះហើយនៅក្នុងបណ្ដាញសង្គមទូសូសលនោះគឺលោកប្រធានាធិបតីបាននិយាយថាលោកបានចេញបញ្ជាឲ្យបើកការវាយប្រហារដែលមានទំហំខ្លាំងក្លាធំហើយនឹងអាចនឹងផ្ដាច់ជីវិតប្រឆាំងនឹងគោលដៅក្រុមភេរវករ ISIS នៅក្នុងតំបន់ភាគពីយប់នៃប្រទេសនីហ្សេរីយ៉ាបាទដើម្បីសម្ដៅគោលដៅរបស់ពួកគេនឹងដែរបានធ្វើការប្រឡាយសម្លាប់ជនស៊ីវិលដែលស្លូតត្រង់កាន់សាសនាគ្រិស្តបាទនៅក្នុងកម្រិតមួយដែលលោកថាមិនអាចទទួលយកបានទេដែលមិនធ្លាប់មានកើតឡើងជាយូរមកហើយអាចជាច្រើនឆ្នាំនិងរហូតអាចជាច្រើនសតវត្សដែលមិនដែលឃើញទំហំនៃការសម្រាប់រំខានអ្នកកាន់សាសនាគ្រិស្តបែបនេះនោះទេបាទហើយលោកបានលោកប្រធានាធិបតីក៏បានបញ្ជាផងដែរឲ្យទៅក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺបើការវាយប្រហារហ្នឹងគឺនៅឲ្យបានច្រើនហើយឲ្យបានល្អឥតខ្ចោះចំពោះគោលដៅរបស់ពួកគេនេះហើយពាក់ព័ន្ធជាមួយនឹងបញ្ហាការសម្លាប់រង្គាលទៅលើអ្នកកាន់សាសនាគ្រិស្តនៅក្នុងប្រទេសនីហ្សេរីយ៉ានេះគឺលោកប្រធានាធិបតីក៏ដូចជាអ្នក
ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនោះក៏បានយកអ្នកជំនាញយកបាទទៅថ្លែងឲ្យថ្កោលទោសអំពីការសម្លាប់ទៅលើអ្នកដែលកាន់សាសនាគ្រិស្តនៅក្នុងប្រទេសនីហ្សេរីយ៉ាហ្នឹងជាច្រើនលើកមកហើយក៏ប៉ុន្តែប្រធានាធិបតីនៅនីហ្សេរីយ៉ាក៏តែនិយាយថាពួកនោះសម្លាប់មែនប៉ុន្តែអត់មានសម្ដៅអញ្ចឹងទេពីព្រោះសូម្បីតែអ្នកកាន់សាសនាមូស្លឹមអ្នកអីផ្សេងទៀតក៏រងការសម្លាប់ផងដែរអញ្ចឹងណាបាទក៏ប៉ុន្តែសម្រាប់លោកប្រធានាធិបតី Donald Trump លោកសម្ដៅទៅលើការការពារអ្នកកាន់សាសនាគ្រិស្តនៅក្នុងប្រទេសនីហ្សេរីយ៉ាបាទនេះជាព័ត៌មានទី1ជំទង់ទី4ទី1នៅក្នុងរឿងតាក់ទងជាមួយអាមេរិកណាបាទព័ត៌មានទី5នេះគឺជាការផ្សាយរបស់សារព័ត៌មាន BBC News បានរាយការណ៍ឲ្យដឹងថាលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky គឺគាត់បានវិតម្លៃប្រកបទៅដោយសញ្ញាវិជ្ជមានបន្ទាប់ពីលោកបានសន្ទនាគ្នាជាមួយនឹងបេសកជនរបស់សហរដ្ឋអាមេរិកស្ដីអំពីការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបាទលោក Zelensky បាននិយាយកាលពីថ្ងៃពហុនោះគឺកាលមកនៅអាមេរិកនេះគឺបានថាព្រឹកថ្ងៃសុក្រទៅហើយណាគឺក្រោយពីលោកបានសន្ទនាគ្នាជាមួយនឹងលោក Steve Witkoff ហើយនឹងជាមួយនឹងលោក Jared Kushner ដែលជាបេសកជនរបស់លោកប្រធានាធិបតី Donald Trump និងម្នាក់ជាកូនប្រសាររបស់លោកប្រធានាធិបតី Trump នោះគឺលោក Zelensky បាននិយាយថាកិច្ចសន្ទនាគ្នានេះគឺមានរយៈពេល1ម៉ោងបាទហើយបានបង្ហាញនៅលក្ខខណ្ឌថ្មីនិងគំនិតថ្មីនឹងកិច្ចប្រជុំហើយនៅពេលវេលាណាដែលត្រូវបិទបញ្ចប់នៅសង្គ្រាមហើយនឹងឲ្យមានសន្តិភាពពិតប្រាកដមួយបាទលោក Zelensky ក៏បានសម្ដែងអញ្ចឹងដោយលោកបានបន្ថែមនៅពេលក្រោយមកថាលោកក៏នឹងជួបសន្ទនាគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump ផងដែរនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះបើអញ្ចឹងប្រិមិត្តបានដឹងហើយគឺក្នុងពេលដែលសន្ទនាគ្នាដោយក្រុមបច្ចេកទេសការងាររបស់អ៊ុយក្រែនជាមួយនឹងសហរដ្ឋអាមេរិកគឺចុងក្រោយនេះសម្ដេចបាននៅផែនការសន្តិភាពមួយដែលមានចំនួន20ចំណុចដែលនៅក្នុងនោះគឺមានការស្នើឡើងរបស់ខាងអ៊ុយក្រែននឹងច្រើនបាទដែលខាងអ៊ុយក្រែនហើយនឹងក៏ដូចជាសហរដ្ឋអាមេរិកយល់ព្រមឯកភាពគ្នានៅកាលពីប្រជុំនៅក្នុងរដ្ឋ Florida ហើយសេចក្តីរាយការណ៍បានដឹងទៀតថាបើវាមានកម្លាំងក៏បានពិនិត្យមើលនៅសំណើនឹងផងដែរហើយក៏បានបញ្ជូននៅការឆ្លើយតបរបស់ខាងរុស្ស៊ីនឹងមកឲ្យសហរដ្ឋអាមេរិកវិញផងដែរក៏ប៉ុន្តែខ្លឹមសារយ៉ាងណាគឺអត់ទាន់បានដឹងជាសាធារណៈទេចាំបានន័យថាអ្វីដែលលោក Zelensky ជម្រាបជូនប្រិយមិត្តទាំងអស់គ្នាហ្នឹងគឺសាធារណជនឲ្យបានដឹងអ្នកសារព័ត៌មានឲ្យបានដឹងហ្នឹងគឺក្រោយពីលោកបានសន្ទនាគ្នាជាមួយនឹងបេសកជនរបស់លោក Trump ដែលបានអានចម្លើយរបស់លោក Vladimir Putin អញ្ចឹងដូច្នេះបានជាលោក Zelensky គាត់សម្ដែងការសប្បាយរីករាយបាទអញ្ចឹងសម្រាប់ព័ត៌មានគឺខ្ញុំរៀបចំជូនប្រិយមិត្តនេះគឺចាប់តែប៉ុណ្ណេះបាទនៅចុងក្រោយនេះខ្ញុំសូមជូនយោបល់បន្តិចទៅដល់ក្រុមអ្នកការងារកម្ពុជាបាទបើគាត់បានឮក៏ឮមិនឮក៏ប្រិយមិត្តចាត់ទុកថាជាមេរៀនដែលខ្ញុំបង្រៀនទៅចាស់ណាខ្ញុំចែករំលែកព័ត៌មានមេរៀនអញ្ចឹងប្រិយមិត្តអាចនឹងទៅមើល Facebook របស់លោកសសុខាជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់កម្ពុជាឬក៏ខ្ញុំបានចែករំលែកនៅសារវីដេអូរបស់គាត់នៅ page Facebook របស់ខ្ញុំផងដែរគឺកម្ពុជាបានធ្វើវីដេអូខ្លីមួយអំពីការចូលឈានពានរបស់ថៃហើយនឹងផលប៉ះពាល់មកលើប្រជាពលរដ្ឋកម្ពុជាណាគឺចូលទៅមើលហ្នឹងទៅបាទឃើញហើយហ្នឹងគឺសម្រាប់ខ្ញុំជូន2ចំណុចចំណុចទី1គឺការធ្វើនឹងល្អហើយគូបន្តធ្វើទៀតក៏ប៉ុន្តែខ្ញុំសូមចែករំលែកនៅបទពិសោធន៍ពីសហរដ្ឋអាមេរិកវិញដើម្បីឲ្យក្រុមអ្នកការងារហ្នឹងគាត់មានជាយោបល់ហើយក៏ដូចជាប្រិមិត្តក៏អាចនឹងធ្វើឬក៏ជាការរៀនសូត្រថ្ងៃក្រោយយកទៅប្រើនោះគឺនៅសម័យនេះគេប្រើពាក្យ split screen ហ្នឹងគឺបានន័យថាដូចដែលខ្ញុំកំពុងនិយាយណាគេប្រិមិត្តឃើញរូបខ្ញុំមួយចំហៀងហើយនឹងរូបព័ត៌មានរូបលោក Zelensky មួយចំហៀងអាហ្នឹងគេ split screen ហ្នឹងគឺវានៅក្នុងសម័យទំនើបនេះគឺមានឥទ្ធិពលសម្រាប់តាក់ទាញទឹកចិត្តរបស់ប្រិមិត្តច្រើនរឿងនេះយ៉ាងម៉េចគឺបើនៅសហរដ្ឋអាមេរិកវិញគេប្រើពាក្យច្រើននៅពេលដែល debate គ្នារវាងបេក្ខជនប្រធានាធិបតីនៃគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋគឺ debate ចុងក្រោយហ្នឹងបាទគេដាក់ split screen អញ្ចឹងពេលហ្នឹងប្រិមិត្តទស្សនិកជនដែលមើលច្រើនអាចវាតម្លៃបានថាតើបេក្ខជនមួយណានិយាយល្អមិនល្អហើយស្ដាប់ភាគីម្ខាងហ្នឹងយ៉ាងម៉េចដោយសារម៉េចឧទាហរណ៍ដូចជាគេសួរសំណួរមួយមកអញ្ចឹងខ្ញុំកំពុងឆ្លើយអញ្ចឹងកំពុងឆ្លើយគេដាក់ split screen ហើយដាក់ភាគីម្ខាងទៀតដូចជាលោក Zelensky នៅក្បែរគ្នាអញ្ចឹងតើភាគីម្ខាងទៀតគាត់អ្នកខ្លះហ្នឹងអត់បានចាប់អារម្មណ៍ហ្នឹងបាទធ្វើមុខដូចជាអត់ចាប់អារម្មណ៍ដូចជាធ្វើអនឿយណាយកេះកញ្ចក់មើលមកមួយហ្នឹងដល់ពេលហ្នឹងគឺថាបន្ទុកធ្លាក់ឬក៏ឡើងនៅពេលហ្នឹងបាទគឺចឹងបានគេថា the power of split screen បាទគេដាក់អញ្ចឹងអានឹងរឿងសំខាន់ណាស់តែនៅក្នុង debate ហ្នឹងនៅអាមេរិកគេ
គេប្រើ steel នឹងច្រើនណាស់នៅក្នុងការ debate ប្រធានាធិបតីហ្នឹងអញ្ចឹងគឺឲ្យយើងឃើញតែម្ដងថាពីគេណាបកកាយជាងអ្នកណាគឺគេមើលមហាជនគេមើលតាមហ្នឹងតែម្ដងនោះ the power of split screen ហើយមួយទៀតដែលយើងអាចរៀនយកទៅប្រើនៅកម្ពុជាបានដែរនោះគឺគំរូរបស់អ៊ុយក្រែនគំរូរបស់អ៊ុយក្រែនគឺពេលដែលរុស្ស៊ីផ្លោងចូលតំបន់អូដេសាតំបន់គៀវតំបន់អីជាច្រើនបាទជាហ្នឹងពេលដែលលោកសេឡិនស្គីហើយនឹងមន្ត្រីរបស់គាត់យកមកបង្ហាញនៅអឺរ៉ុបបាទឲ្យបានដឹងអំពីផលប៉ះពាល់គាត់ដាក់របៀប split screen ហ្នឹងដែរ split screen ហ្នឹងគឺដាក់ before and after ដែលខ្ញុំឃើញនៅស្រុកខ្មែរឃើញមានធ្វើដែរគឺធ្វើរឿងប្រាសាទតាកបីឃើញមានអ្នកដាក់រូបប្រាសាទមុនពេលដែលថៃបំផ្លាញនិងរូបប្រាសាទដែលពេលក្រោយពេលថៃបំផ្លាញបាទយើងទៅ compare ឲ្យឃើញចឹងគឺអ្វីដែលអាចធ្វើបានដូចទៀតថានេះគឺជាជីវភាពរបស់ប្រជាពលរដ្ឋភូមិព្រៃច័ន្ទនៅមុនពេលការចូលឈ្លានពានរបស់ថៃក្មេងទៅសាលារៀនប្រជាពលរដ្ឋប្រកបរបរធម្មតានេះគឺជាផលប៉ះពាល់ទៅលើប្រជាពលរដ្ឋទាំងអស់នោះក្មេងរត់ចេញពីសាលាប្រជាពលរដ្ឋទៅនៅជំរំជួបការលំបាករត់ចេញ split screen ប្រៀបធៀបគ្នាឬក៏ដាក់ split screen ក៏បានមុនក្រោយបាននៅក្នុងភាសា video editing គឺ effect ហ្នឹងយ៉ាងម៉េចស្អីចិត្តយើងមើលតែណា powerful ជាងដែលយើងចូលចិត្តយកតាមនោះទៅប៉ុន្តែសំខាន់ទៅឲ្យមាន compare ប្រៀបធៀបរវាងពីមុននិងពីក្រោយនោះតើផលប៉ះពាល់នឹងទៅលើប្រជាពលរដ្ឋនឹងយ៉ាងម៉េចបាទអានោះគឺ powerful បាទគួរគិតពីចារណាខ្ញុំឃើញអ្នកធ្វើអញ្ចឹងដែរខ្ញុំឃើញធ្វើអញ្ចឹងដែរគឺប៉ុន្តែខ្ញុំមិនថាខុសទេប៉ុន្តែខ្ញុំថាអត់ powerful ដូចអ្វីដែលខាងអាមេរិកធ្វើហើយនឹងអ៊ុយក្រែននឹងធ្វើគឺគាត់យករូបភាពមួយនេះគឺជាទស្សនវិជ្ជានៅឆ្នាំ1975ពេលដែលប្រជាពលរដ្ឋជំនះចេញពីភ្នំពេញនេះគឺជាទស្សនវិជ្ជាឆ្នាំ2025អានោះក៏វាល្អដែរក៏ប៉ុន្តែវាអត់សូវ powerful ទេគាត់គេអ្វីដែលគេមើលឃើញអ្វីនៅក្នុងខួរក្បាលគេថាអូកម្ពុជាគាត់នៅតែក្រីក្រដដែលគឺរឿងកាត់ឡើងដដែលអញ្ចឹងអត់មានអីថ្មីសម្រាប់កម្ពុជាទេកម្ពុជាគាត់ថាមិនបានមានការអភិវឌ្ឍប៉ុណ្ណឹងបាទលើកមុនលើអភិវឌ្ឍឡើយដូចត្រឡប់ទៅឆ្នាំ75វិញអញ្ចឹងគឺអត់អីធម្មតាបើគាត់ស្បអាចមានការបកប្រែច្រឡំអញ្ចឹងណាអញ្ចឹងដូច្នេះខ្ញុំមិនថាខុសទេគាត់ថាការដែល compare ទៅដល់75ហើយនៅពេលនេះហ្នឹងគឺអត់សូវ powerful ដូចអ្វីដែលយើងបានរីកចម្រើននេះគឺជាស្ពានដែលបានដំណើរការដឹកជញ្ជូនដែលយើងបានសម្ពោធសបាយរីករាយដើម្បីយកមកបម្រើផលកសិកម្មដែលប្រជាពលរដ្ឋអាចភ្ជាប់ជាមួយនឹងទីផ្សារតំបន់ជនបទជាមួយនឹងទីក្រុងទីផ្សារនៅទីក្រុងរបស់កម្ពុជាពុំទម្លាក់ក្របបែកបោះទៀមចូលមកស្ពាននេះបាក់ផលប៉ះពាល់ទៅលើប្រជាពលរដ្ឋនេះយ៉ាងម៉េចបាទយើងធ្វើអញ្ចឹង split screen របៀបហ្នឹង powerful ជាងមកនៅសម័យនេះគឺគេចង់មើលគេថាវាមានលក្ខណៈពន្យល់ដោយខ្លួនឯងតែម្ដងខ្ញុំដោយផ្ទាល់ខ្ញុំឃើញអ្វីដែលអ៊ុយក្រែនគាត់ធ្វើនោះគឺគាត់ធ្វើល្អហើយគាត់យកមកបង្ហាញនៅសភាអីបាទនៅខ្ញុំសូមជួបយោបល់ប៉ុណ្ណឹងនេះបាទសម្រាប់អ្នកដែលធ្វើកិច្ចការងារហ្នឹងប្រហែលជាគេដឹងហើយគ្រាន់តែគេមិនទាន់ធ្វើដល់យ៉ាងម៉េចក៏ប៉ុន្តែសម្រាប់ប្រិមិត្តជាពិសេសក្មួយដែលមិនដែលបាននៅកិច្ចការហ្នឹងគឺនេះគឺជាការចូលរួមចំណែករបស់ពូនៅក្នុងការបង្រៀនបន្ថែមបាទចឹងសូមអរគុណល្ងាចនេះយើងអត់ជួបគ្នាទេនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកប៉ុន្តែខ្ញុំនឹងធ្វើបច្ចុប្បន្នភាពតាម Facebook ជូនបដាផងដែរបាទសូមអរគុណសូមជម្រាបលា